យល់ច្រឡំនាយករដ្ឋមន្ត្រីយីងឡាក់យល់ថាកម្ពុជាយល់ច្រឡំថានឹងកាត់ផ្តាច់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតបិទច្រកព្រំដែនខេត្តរ៉ាតនិងអនុវត្តវិធានការ6ចំណុចដោយបញ្ជាក់ថាថៃមិនទាន់ចេញសេចក្តីប្រកាសអំពីការកាត់ផ្តាច់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតទេដោយបង្ហាញថាគ្រាន់តែជាវិធានការត្រៀមបញ្ជាក់ថាការកាត់ផ្តាច់ត្រូវតែឆ្លងកាត់កិច្ចប្រជុំ NSC បញ្ជូនក្រសួងការបរទេសកម្ពុជាដើម្បីបំភឺលោកស្រីផាតសុងឋានស៊ីណាវ៉ាថានាយករដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍អំពីករណីដែលសម្ដេចហ៊ុនសែនប្រកាសវិធានការ6ចំណុចដើម្បីទប់ទល់នឹងប្រទេសថៃប្រសិនបើមិនបើកច្រកព្រំដែនដែលកាលពីពេលថ្មីនេះបានបិទច្រកនៅខេត្តចន្ទបុរីដោយមិនបានប្រាប់អាជ្ញាធរថៃជាមុនសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាត្បូងឡើយកម្ពុជាបានលើថាប្រទេសថៃនឹងកាត់ផ្តាច់ទឹកនិងភ្លើងកាត់ផ្តាច់ចរន្តអគ្គិសនីនិងអ៊ីនធឺណិតប៉ុន្តែការពិតបញ្ហានេះត្រូវតែស្ថិតនៅក្នុងវិធានការដែលត្រូវតែអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិឬ NSC ជាមុនសិនយើងមិនទាន់បានប្រកាសនៅឡើយទេប៉ុន្តែសូមសារភាពថាយើងកំពុងរៀបចំសម្រាប់បញ្ហានេះហើយសង្កត់ធ្ងន់ថាយើងមិនទាន់បានធ្វើនោះទេដែលអាចបណ្ដាលឲ្យមានការយល់ច្រឡំដូច្នេះហើយយើងបានពិភាក្សាជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធនិងក្រុមការងារអំពីអ្វីដែលបានកើតឡើងដែលនាំឲ្យមានការយល់ច្រឡំថារដ្ឋាភិបាលបានចេញសេចក្តីប្រកាសថានឹងផ្តាច់ទឹកនិងភ្លើងដែលមិនមែនជាការពិតមុនកិច្ចពិភាក្សានេះមានកិច្ចព្រមព្រៀងមួយដែលភាគីទាំងពីរនឹងកែសម្រួលកម្លាំងរបស់ខ្លួនហើយនឹងរងចាំការពិភាក្សានៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃស្អែក14មិថុនាដូច្នេះខ្ញុំសូមឲ្យអ្នកសារព័ត៌មានជួយទម្លាក់ទម្លង់ថារឿងនេះមិនមែនជាការលើកឡើងរបស់រដ្ឋាភិបាលទេចំណែកលោកនាយករដ្ឋមន្ត្រីតើលោកនឹងសម្របសម្រួលផ្ទាល់ជាមួយកម្ពុជាឬចាត់ឲ្យស្ថាប័នពាក់ព័ន្ធសម្របសម្រួលដើម្បីបង្ការការយោគយល់នេះលោកនាយករដ្ឋមន្ត្រីបានថ្លែងថាលោកនឹងចាត់ឲ្យក្រសួងការបរទេសធ្វើការសម្របសម្រួលជាមួយកម្ពុជាអំពីរបៀបដែលព័ត៌មានបានកើតឡើងនិងដំណើរការយ៉ាងណាព្រោះតាមការពិតយើងបានត្រៀមខ្លួនសម្រាប់គ្រប់ស្ថានភាពហើយនៅពេលដែលត្រូវបានអនុម័តដោយ NSC យើងនឹងចាត់វិធានការជាផ្លូវការប៉ុន្តែក្នុងបញ្ហានេះខ្ញុំបានបញ្ជាក់ថាវាមិនទាន់បានត្រូវគយច្បអនុម័តនៅឡើយទេវាគ្រាន់តែជាវិធានការរៀបចំប៉ុណ្ណោះដូច្នេះខ្ញុំមិនប្រកាសថាព័ត៌មានបែកធ្លាយធ្វើឲ្យមានការយល់ច្រឡំយ៉ាងណានោះទេចំពោះបញ្ហានេះនឹងប៉ះពាល់ដល់កិច្ចពិភាក្សារបស់ JBC ឬអាប់នោះលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាកិច្ចប្រជុំ JBC ថ្ងៃស្អែកនឹងពិភាក្សាលម្អិតបន្ថែមទៀតព្រោះប្រសិនបើយើងបែងចែកការពិភាក្សាជាផ្នែកយើងនឹងមិនឃើញរូបភាពទាំងអស់នោះទេបន្ទាប់ពីក្រុមពិភាក្សានៅថ្ងៃស្អែកតើលទ្ធផលយ៉ាងណាខ្ញុំនឹងប្រកាសជាសាធារណៈនៅពេលសួរថាហេតុអ្វីរាល់ពេលដែលថៃនិងកម្ពុជាជជែកគ្នាហើយជិនដល់កិច្ចព្រមព្រៀងប៉ុន្តែ1-2ថ្ងៃក្រោយមកកម្ពុជាតែងតែមានវិធានការមិនគ្រប់តាមកិច្ចព្រមព្រៀងនោះនាយករដ្ឋមន្ត្រីថាមានព័ត៌មានផ្លូវការបន្ថែមដូច្នេះត្រូវតែមានការពន្យល់